ជំរាបសួរប្រិមត្ត admin ទាំងអស់គ្នាថ្ងៃនេះ admin ក៏បេសាច់មានរឿងថ្មីរឿងនេះដែរគឺជារឿង Animal Farm រឿងសត្វចិញ្ចឹមនឹងការរើបំរាស់អញ្ចឹងណារឿងនេះដែរហ្នឹងគឺសង្កត់ធ្ងន់នឹងការជិះជាន់របស់អ្នកមានអំណាចការល្ងឹតល្ងង់អ្នកទាំងអស់គ្នាម្ចាស់រើបំរាស់ហើយរឿងនេះដែរកេងប្រវាញ់ទាំងការស៊ីសំណូកសោកប៉ាន់ដែលសង្គមរាល់ថ្ងៃយើងជួបផ្ទាល់អញ្ចឹងណាហើយរឿងនេះដែរចង់និយាយថាសត្វទាំងអស់ហ្នឹងជួបរឿងបញ្ហាដែលមនុស្សធ្វើបាបមិនយល់ថាគ្នាជាសត្វជាស្អីទេដូចធ្វើបាបគ្នាតួគ្នាសត្វគ្នាក៏គ្នាមានបេះដូងមានអីដែរតែមនុស្សអត់យល់អញ្ចឹងហើយធ្វើបាបគ្នាហ្មងហើយបើការរើបំរាស់ទាំងអស់ហ្នឹងហើយមកស្ទុះក្រោយមកហ្នឹងក៏មានសត្វជ្រូកហ្នឹងលបលុនមហាសែនលបលុនហ្នឹងក៏បានគ្រប់គ្រង farm ហ្នឹងទៀតកសិដ្ឋានហ្នឹងទៀតធ្វើឲ្យការជិះជាន់នឹងម្ដងទៀតហើយចុងក្រោយនេះសត្វទាំងអស់គ្នាឆ្លាតមែនតើក៏បានរួមសហការគ្នាថាជាកើមកបាច់កាច់អាបាក់អញ្ចឹងណាក៏បានផ្ដួលរបបអាជ្រូកនឹងអាជ្រូកខ្វៃនឹងដួលរលំទៅហើយរឿងនេះចាប់ដើមដំបូងនេះមានគ្រួសារអភិជនមួយនឹងបានជាបរទៀតខ្សែហើយប្រឡែងកូននឹងយកជាពីមបាញ់ឲ្យបាញ់ទៅហើយបាញ់មកឆ្លាញ់កូនអាសត្វទាំងអស់ហ្នឹងគ្មានតម្លៃទេបាញ់វាទៅធ្វើបាបទៅហើយម្ដាយពុកនឹងសើកាសក្អាយណាហើយក៏ធ្វើដំណើរកាត់farm ហ្នឹងទៅហើយម្ចាស់ farm ហ្នឹងក៏ជាបរោះជនកំណាចណាហើយសត្វតែគេចាក់រោគទេហើយនេះគាត់ទៅឈ្មោះចនហើយគាត់ជាម្ចាស់កសិដ្ឋាន Mano Farm ឈ្មោះគាត់ Mano Farm អញ្ចឹងណាកសិដ្ឋានគាត់ណាហើយធ្វើការបដាផឹកស្រាបដាហើយដល់ពេលទៅនេះភ្ជួរដីបានបន្តិចទេហើយក៏បានឃើញអ្នកជិតខាងមកជួបប្រទេសអ្នកជិតខាងថាបន្តិចអាចនហើយលើឆ្ងល់ឡែភ្ជួរខ្សែភ្ជួរអីអានៅតែសេះដល់ហើយមើលទៅឯងនឹងដូចជាអត់ប្រយោជន៍មែនណាសនិតវាអីសត្វធាតអស់នឹងឯងប្រើវាអាណាណីណាឯងមើលទៅឯងស្រឡាញ់សត្វណាហើយអូនឯងមើលវាអាចននឹងងងមែនតើអាចនថាអត់ទេខ្ញុំធ្វើធម្មតាតើគឺអញឃើញឯងថ្នមសត្វដល់ហើយប្រើវាអាណិតវាមែនហើយពេលនោះដែរហ្នឹងក៏ប្រទេសជប៉ុនក៏បានចេញទៅកាត់អាឡៃផ្លាក Mano Farm របស់ពេទ្យហ្នឹងណាហើយពេទ្យហ្នឹងមានណាក៏បានជះកំហឹងមកទៅហឹងលើអាសេះហ្នឹងទៅណាតែកលែកមើលភ្ជួរអត់ហើយណាក៏តែអាសេះចង្រៃអាចង្រៃយកតើលឿនឯងធ្វើការពើមបានតត់បាក់កហើយពេលនោះដែរក៏បានបញ្ចេញកំហឹងដាក់សេះជេហើយឆ្កែហ្នឹងក៏បានរកជួយណាហើយចនហ្នឹងនេះម្ចាស់ស្ថានហ្នឹងក៏បានខំសេះច្រឡោតាប់តងតាមពាក្យបច្ច័យទេអញ្ចឹងណាហើយក៏រកដុំដីគប់សេះហ្នឹងមានណាឆ្កែក៏ហក់បានទៅមកតែហឹងដួលកាប់សន្លប់ពេញហ្នឹងទៅសំមុខហើយនេះប្រពន្ធរបស់អាប៉ែហ្នឹងក៏ស្រែកហៅអាចនហើយធ្វើការប្រមឹកអួបនួទៀតហើយហ្នឹងហើយធ្វើបានហ្នឹងហើយប្រពន្ធក៏សាហាវទៀតក៏បានជះទឹកទៅឲ្យធ្វើការខ្ជិលអាលេលើឯងក៏តែពីប្រមឹកផឹកឯងផឹកទៅងាប់បាច់ធ្វើការរស់ស៊ីអីទេអូយសាហាវគោខើមិនគ្រួសារគេចឹងបើគាត់ចិត្តដេរឆានចឹងណាហើយសត្វទាំងអស់គ្នាក៏បានពិភាក្សាគ្នាដែរយើងមើលទៅយប់នេះយើងត្រូវប្រជុំគ្នាព្រោះស្ដេចជ្រូកមហាសែនធំហ្នឹងបានកោះហៅពួកយើងទៅប្រជុំគ្នាព្រោះមិនរឿងតូចរឿងសំខាន់មានដូចជាកងានសេះលាស្អីទៅមានច្រើនហើយឲ្យនៅក្នុង farm នេះក៏បានធ្វើដំណើរទៅជួបស្ដេចជ្រូកដែលបានគាត់ណាត់គ្នាមកប្រជុំគ្នាហើយពេលនោះដែរទាំងអស់គ្នាបានមកជុំគ្នាហើយថាខ្ញុំត្រៀមខ្លួនហើយស្ដេចអើយចាំនិយាយមកហើយពេលនោះដែរជ្រូកសក៏បានអឺតមកសួស្ដី friend ទាំងអស់គ្នាមិត្តភក្តិទាំងអស់គ្នាហើយពេលនោះដែរហ្នឹងទាំងអស់គ្នាថាអូលោកច្បាយអើយពួកយើងមកជុំគ្នាអស់ហើយចាំស្ដាប់តែបញ្ជារបស់លោកច្បាយទេខ្ញុំធ្វើតាមគ្រប់យ៉ាងហើយពេលនោះជ្រូកក៏បាននិយាយថាអូយអ្នកទាំងអស់គ្នាខ្ញុំមកនេះខ្ញុំមានរឿងចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាហ្នឹងចេះសាមគ្គីគ្នាឡើងកុំឲ្យមនុស្សធ្វើបាបយើងទៅតែរឹងមាំខ្លួនឯងយើងអាចធ្វើអ្វីក៏បានដែរហើយពិភពលោកនេះប្រៃផ្សៃណាសម្រាប់មនុស្សយើងទុនខ្សោយសម្រាប់អ្នកដែលទុនខ្សោយដូចជាពួកយើងដូច្នេះហើយយើងទៅទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងដើម្បីខ្លួនឯងហើយយើងទៅតែម្ចាស់ការលើខ្លួនឯងហើយពេលនេះដែរយើងត្រូវតែរួមកម្លាំងគ្នាដើម្បីកញ្ចាត់ម្ចាស់កសិដ្ឋានឈ្មោះចននឹងដីប្រពន្ធវាចេញពីជីវិតពួកយើងទៅហើយយើងសង្ឃឹមដល់ពួកឯងទាំងអស់គ្នាហើយពួកយើងចាស់ហើយយើងមិនអាចធ្វើបានទេហើយពេលនោះដែរសត្វទាំងអស់គ្នាក៏បានស្រែកច្រៀងយកព្រមហើយជ្រូកយើងក៏បានផ្ដាំពួកអីយប់នេះយប់បញ្ចប់របស់គាត់ហើយគាត់នឹងស្លាប់តែជ្រូកនឹងហើយជ្រូកសង្ឃឹមថាពួកយើងទាំងអស់គ្នាអត់ពីខ្ញុំទៅនឹងសាមគ្គីគ្នាល្អហាមកេងប្រវាញ់ហាមប្រើអំណាចផ្ដាច់ការលើតាណាទាំងអស់មានសិទ្ធិស្មើគ្នាក្នុង farm នេះហើយកសិដ្ឋានហ្នឹងអញ្ចឹងណាហើយពេលនោះដែរហ្នឹងជ្រូកទាំងអស់ទាំងជ្រូកទាំងកងាទាំងសេះអីហ្នឹងក៏បានច្រៀង
គ្រប់បទភ្លេងសັບរបស់គាត់នឹងលាជ្រូកចុងក្រោយទៅអ្នកនរគ្នាដឹងថាជ្រូកនឹងស្លាប់ទេប៉ុន្តែឆៃដល់នេះអាចនមិត្តភក្តិគេក៏បានលឺសម្លេងវូសម្លេងស្អីគេវិញឆ្ងល់ទៅហើយអត់បន្តិចមើលអូសັບងគ្នានេះធ្វើស្អីគេលុយស៊ីចំណៃមើលចោះទៅដាក់បំពឹងហើយពេលនោះដែរចោះដល់តង់ទៅក៏បុកជុំមកក៏រួយកាយក៏ភ្លើងទៅមកទៅហឹងហើយពេលនោះសັບទាំងអស់គ្នាបានបែកបងក៏ងានអីនឹង20សនស្លាវអត់តែឆ្កែមីនីយើងមួយហើយហើយពេលនោះដែរហ្នឹងសាច់ជ្រូកថាមកវិញមកហើយចនមនុស្សគាត់ថាអូសัตว์ទាំងអស់ហ្នឹងលឺលើកភ្លើងមកហើយស្ងាត់ទៅហើយទៅណាទៅហើយពេលនោះដែរនេះជ្រូកថាអើយនេះទាំងអស់ឲ្យទៅចោលខ្ញុំអើយហើយពេលនោះដែរហ្នឹងឆ្កែមីនីថាលោកម្ចាស់មើលទៅលោកម្ចាស់មើលទៅអត់ស្រួលទេលោកម្ចាស់ហើយពេលនោះដែរហ្នឹងឆ្កែយើងក៏បានដឹងមុនមានណាជ្រូកយើងក៏បានកាំងបាត់ដងស្លាប់ដួលភីងធ្លាក់មកហ្មងអូសោកវិនិច្ឆ័យកម្មយ៉ាងមហាសាលជ្រូកមេស្ដាច់របស់យើងក៏បានស្លាប់ហើយដោយសារតែទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាគ្មានណានៅតន់ទេមានតែឆ្កែមីនីយើងអញ្ចឹងណាហើយពេលនោះដែរនេះការគ្រប់សាកសពក៏បានមកដល់ហើយអាពេចចនក៏បានមើលថាសត្វទាំងអស់គ្នាហ្នឹងវាចោលរំធ្វើអីគេណាយកសហ្នឹងហើយអ្នកទាំងអស់គ្នាចូលរួមលេខទុកយ៉ាងមហាសាលគ្រីមក្រមហើយអាចនក៏បានដើរទៅផ្ទះវិញទៅហើយនេះនៅសក់នឹងប្រពន្ធបាននៅអូតមថ្ងៃហ្នឹងក៏ប្រមឹកទេអត់ខំប្រមោហ្វាមប្រមោសัตว์នឹងយកទៅលក់អីឲ្យបានលុយច្រើនក៏យ៉ាងណាមាននឹងគេដែរប្រមឹកហើយចាស់នៅប្រមឹកទៀតអញ្ចឹងថាប្តីប្រពន្ធគាត់តែបន្តពិបាកដែរបើលើកចិត្តនិយាយល្អទៅមកដីខំធ្វើយើងតែនេះអត់ទេបន្តថែមបន្តដល់គ្នាកើតជាកំហឹងហ្នឹងណាហើយពេលនោះដែរនេះចនស្អប់ប្រពន្ធខ្លាំងពេកនិយាយច្រើនពេកនិយាយច្រើនក៏នាំពួកម៉ាឲ្យ happy ពេញផ្ទះដាក់ទោះមើលមកហឹងហ្មងហើយពេលនោះណាអាកាសសត្វទាំងអស់ហ្នឹងក៏បានថាគាត់ឯងតោះយើងមកបុកទ្វារចូលទៅកន្លែងមកឃ្លាំងស្តុកចំណីហ្មងស៊ីមួយឆ្អែតដល់ណាទៅគាត់ឯងមើលទៅស្ងាត់ល្អហើយពេលនោះដែរនេះគឺថាម្ចាស់ខ្លួនឯងពុំក៏ប្រមឹកអីគ្មានដឹងខ្លួនទេអាស្រ័យទាំងអស់គ្នាហ្នឹងទាំងលាទាំងប្រប៉ែទាំងស្អីទៅក៏បានបុកចូលទៅអាឃ្លាំងចំណីហ្នឹងហើយពេលនោះណាឃើញកដោថា hello ស្វាគមន៍មកពេលទាំងអស់គ្នាស៊ីឆ្ងាញ់ឆ្ងាមម្ដងហើយដល់ពេលនោះដែរទាំងអស់គ្នាដាក់ខ្មុំអូយមើលទៅឆ្ងាញ់មហាសាលធ្វើបាបគ្នាពេកអាម្ចាស់ហើយពេលនោះដែរអាចនក៏បាននាំមិត្តភក្តិប្រមឹកគេប្រហែលអ្នកហ្នឹងដើរមកមើលណាជុំសត្វទាំងអស់នេះចង់ធ្វើស្អីវាហើយដើរលោលូសូខ្មុំស៊ីឆ្ងាញ់ហ្មងសូខប់ហ្មងហើយក៏បានដាក់កភ្លើងដាក់អីបាច់ក្បាលសត្វហ្នឹងហើយពេលមានណាអាសត្វហ្នឹងបានក្បួនដែរមីវក៏បានបុកចេញមកហ្មងហើយពួកអាចនហ្នឹងក៏ដុំខ្សែចង់លេចអាចអីមកអើយសត្វទាំងអស់ហ្នឹងរត់អាផ្លូវអើយហើយពេលនោះដែរនឹងសត្វទាំងអស់គ្នាហ្នឹងក៏បានហក់កជ្រាំអាខាណាផាយអាខាណាបុកគ្នាចនហ្នឹងទៅហើយអានោះថាអូយចំឧត្តមផ្សាយមិនដែរជួបសត្វអីក៏កាយសាហាវហ្នឹងក៏ងាននេះចេះវាយចេះអីហើយពេលនោះដែរទាំងអស់គ្នាហ្នឹងអាសត្វហ្នឹងក៏បានដេញពួកមនុស្សចនហ្នឹងគ្នាគេហ្នឹងចេញទៅហើយជ្រូកសយើងក៏បានវិជាល្អណាតែជ្រូកខ្មៅយើងក្បត់ចឹងណាហើយពេលនោះចនក៏ដាក់មេផាយដែរបងឯងឆែឡើងលឿនណាអាបកាច់យកកាច់សោមិនទាន់ឆែផងឲ្យឆែឡើងទៅណាសត្វមកហើយពេលនោះពួកហ្នឹងក៏បានបោកឡានចេញទៅហើយក៏ទៅក៏សកាឡើងសាមគ្គីនេះមែនសាហាវមែនការជិះជាន់ខ្លាំងពេកកើតទេមុនក្រោយគង់ដល់វេនអញ្ចឹងណាអ្នកណាធ្វើបាបគេហើយពេលនោះដែរក៏បានប្រជុំជាមួយនឹងអ្នកស្រុកអ្នកភូមិទៅថាពួកឯងល្ងងហើយយករឿងប្រឌិតមកប្រាប់អញចឹងវាមិនដាសត្វអាណាចេះតដៃចុះអីមួយមនុស្សទេអញជឿហើយពេលនោះដែរហ្នឹងទាំងអស់គ្នានេះសត្វហ្នឹងក៏បានដូរឈ្មោះហើយថាឈប់ Mono Farm ដាក់ជា Animal Farm ហ្នឹងពួកកន្លែងនេះគេសត្វគ្រប់គ្រងគ្មានមនុស្សណាមកចូលបានតែញ៉ៃដាក់ម៉ាំងមកហើយពេលនោះដែរសត្វទាំងអស់គ្នាយើងជោគជ័យហើយជ្រូកថាពេលនេះពួកយើងណាមកទុតក្បាលយើងគ្មានអាណាជិះចុះអាណាហើយគ្មានក្នុងការគ្រប់គ្រងរបស់អ្នកណាទៀតទេគឺយើងឯករាជ្យយើងមានសិទ្ធិស្មើគ្នាយើងត្រូវសាមគ្គីគ្នាហើយពេលនេះអាជ្រូកខ្មៅលូកមាត់មកបែបវាបញ្ចើចបញ្ជើលើលក់អញ្ចឹងណាពួកអាជ្រូកហ្នឹងត្រូវចុងក្រោយក្បត់អាជ្រូកសសម្រាប់ជ្រូកសហ្នឹងទៅហើយពេលនោះដែរហ្នឹងកសិដ្ឋានមើលទៅល្វឹងល្វើយគួរស្អាតពួកសត្វទាំងអស់គ្នាហ្នឹងបានសហការគ្នាប្រមូលផលរៀងខ្លួនទៅណាដល់ទៅដោះគោណាឆោតណាកាត់ណាលើកច្បងទៅឲ្យតែការងារសត្វណាមានធ្វើទៅបាច់ខ្វល់ទេហើយពេលនោះដែរសត្វទាំងអស់គ្នាដឹកជញ្ជូនលើកទងជ័យខ្លួនឯងជាស្ថាពរតែចម្លែកនេះពួកអាក្រមចេះអាក្រក់ហ្នឹងក៏បានលួចស្ដាប់សំឡេងសត្វហ្នឹងអូកអីចឹងណាហើយពេលនោះដែរក៏បានភាសាគ្នាពួកឯងកំចាញ់បោកវាអាចនអញនាំគ្នាឯង1ឡាន2ឡានហើយចិត្តកៅមកអាសត្វហ្នឹងមកអស់ប្រមាណលុយអញផេហើយដល់ពេលអញ្ចឹងទៅណាអាទាំងអស់គ្នាក៏និយាយហើយនេះអាជ្រូកខ្មៅនឹងអាជ្រូកសហ្នឹងក៏បានភាសារឿងកម្រងចុះកម្រងឡើងណាហើយពេលនោះដែរក៏ថាបើសិនជាមនុស្សនឹងមកយើងមានកម្រងឲ្យការពារហើយពេលនោះសួរក្រោយមកហ្នឹងម្ចាស់ farm ហ្នឹងនាំគ្នាមកមិនតង់តបហ្មងជ្រូកថាព្រោះហើយយើងមានកិច្ចការធ្វើទៅចេះការវាហើយដូច្នេះទាំងអស់គ្នាទៀមខ្លួននៅយើងទៀមខ្លួនហើយច្បាយឲ្យតែបួយមកធ្វើស៊ីមកចាក់កវាមកចាក់យកណាហើយពេលនោះដល់នេះ
ពួកនឹងក៏បានបើកអាត្រាក់ទ័រមកទៅហឹងមកហើយយើងមើលសត្វទាំងអស់ហ្នឹងអញបាញ់អញខ្វាយអញស្លាប់អញស៊ីហ្មងហើយមានណាក៏បានចូលនៅសត្វអំពែក៏ហោះមកក៏ជិះអាចមកទៅហឹងក៏ដុំខ្សែព្រោះអីណាអត់អីបើកាច់យកស្អីអាចឡើងពីក្បាលអាបើកាច់យកចេះទៅសួរហ្មងហើយដល់ពេលហ្នឹងក៏បានឈប់គោយន្តអញអាមេអញដាក់បីក្បាលហ្មងហើយពេលនោះដែរពួកទាំងអស់គ្នាក៏បានអាមេមកក៏បាញ់អាសត្វអំពែហ្នឹងហ្មងបាញ់ហ្នឹងក៏ត្រូវមួយធ្លាក់ពោកហើយពេលនោះដែរអាមេកន្ទ្រៀងថាវាយទៅវាយកុំខ្លាចចូលហើយវាក៏បានតាំងផ្លោះលបងផ្លោះអីសាហាវខូខៅពួកហ្នឹងដើម្បីសម្រាប់សត្វហ្នឹងណាហើយពេលនោះសត្វទាំងអស់គ្នាក៏បានត្រៀមដែរតែព្រោះសៀមសិនចាំសត្វបញ្ជាហើយពេលនោះដែរក៏បានហក់ចូលហើយជាមករត់អញ្ចឹងណារៀបក្បួនរៀបអីរឿងបុជិតរបស់គេហ្នឹងហើយអាសត្វហ្នឹងនេះមនុស្សហ្នឹងក៏បានរត់ទៅដំបងមកហើយសត្វទាំងអស់គ្នាវាមកហើយមនុស្សថាទៅសម្លាប់ពីចុះមិនស្ងាត់ចឹងមិនចឹងអត់ឃើញវាទៅណាហើយអាសត្វហ្នឹងវាទៅណាហើយពេលនោះបានកលេចចុះកលេចឡើងមានកលេចគឺអត់មានឃើញអីទេហើយកលេចចុះកលេចឡើងមានឃើញអីទៀតចុះគាត់ហ្នឹងប្រេងសត្វហ្នឹងប្រេងហើយកលេចមើលលើក៏អត់ឃើញដែរហើយមកស្ទូក្រោយមកណាពេលហ្នឹងដើរលោទាំងអស់គ្នាហ្នឹងទៅហើយក៏បានថាឈប់ជ្រូកខ្សែដែរចូលមានណាបែបការភ្លើងបងប្អូនអើយវគ្គនេះវគ្គរន្ធត់ស៊ីសាច់ខុសឈាមអញ្ចឹងណាដាក់បាញ់តែខ្លាចវាស្អីពួកអាប្រកាច់យកហើយជៀមលានឹងកងាននេះក៏ដេញហួរតាមអំពើចិត្តនឹងមានទៅក្បាលណាអញ្ចឹងណាហើយពេលនោះដែរហ្នឹងពួកនឹងក៏បានរត់ឡើងដំបូលផ្ទះហើយពួកនឹងក៏កងានបានដេញហោះបុកទៅហើយសាហាវខុសខើនឹងអាចវិញហ្នឹងអើយជាមួយសัตว์លេងសើចបាត់តែតាថាអាប្រកាច់យកមកអញមកលេងល្បែងក្រក្រៃអញ្ចឹងចាក់ខ្លះខ្លួនសុបាយហើយពេលនោះដែរអានោះក៏បាញ់យកអាកពឹងត្រូវជ្រូកសយកមកគ្រាប់តែមានណាអាជ្រូកសយើងសាសយើងក៏បានព្យាយាមបុកឲ្យកំតិចពួកអាក្រមពួកហ្នឹងណាហើយក៏ភ្លើងក៏បានបោះងាងទៅហើយកណ្ដោក៏មកជួយស្អីក៏មកជួយដែរឲ្យតែសัตว์ក្នុងនោះជួយទាំងអស់ហើយពេលនោះមកទាំងសេះទាំងឆ្កែទាំងស្អីហ្នឹងហើយអាពុនោះវាយបដាយំបដាអើយស្លាប់ស្ដោកបាត់ហ្នឹងទៅហើយអានោះអាពេកមកក៏ទៀងថាចោះត្រឡប់ទៅវិញ back home មើលទៅអត់ស្រួលអើយយើងមិនសម្លាប់វាសម្លាប់យើងវិញឡើយហើយពេលនោះដែរអានោះថាខ្ញុំតរត់ទៅណាយើងត្រូវតស៊ូវាតស៊ូក្បាលហើយស្អីអញរត់មកនេះអាប្រកាច់យកនេះហើយសត្វទាំងអស់គ្នាថាជិះយកខ្ញុំបានជិះជំនះហើយអាមនុស្សអស់នឹងវារត់ទៅហើយចង់មកជិះជន់អញវាកើតហើយអាគេស្លូតមកហើយគេគុំហើយបន្តិចហើយកំអាងតែធ្វើមិនដឹកនាំគ្រប់គ្រងកសិដ្ឋានហ្នឹងអាចចង់ធ្វើមិនក្បាលហើយពេលនោះដែរទាំងអស់គ្នាហ្នឹងបានបរាជ័យទៅហើយជុងខ្សែហ្នឹងថាយើងសប្បាយចិត្តណាស់យើងឈ្នះមនុស្សហើយពេលនេះយើងឯករាជ្យហើយនេះអាពេលនេះពងស្លាប់ស្ដោហ្នឹងថាបើភ្នែកមកចុំស្អីនេះរមអញជុំហ្នឹងគឺឃើញអីយូយ៉ាបកាច់យោនេះសត្វអីចឹងអើយជួយផងអាពេលហ្នឹងតែខ្មោចលោខ្មោចសត្វលោជួយផងរត់ទៅហើយពេលនោះសត្វទាំងអស់គ្នាបានសើចសំអល់ឲ្យមនុស្សចឹងណាហើយជាមេថាពួកយើងសប្បាយចិត្តណាស់យើង happy មកពុបយ៉ាមកក្រៅមកដាក់មកអញជិញសាច់ជិញទឹកមកហើយពេលនោះដែរអាឈូកខ្មៅថាពួកយើងកុំស្ដាប់អាឈូកសនេះពេកហើយពេលនោះដែរការខ្វាយកំណត់គ្នាក៏បានមកដល់អាឈូកខ្មៅថាឯងកុំអាងឯងជាស្ដាច់ឯណាណីអញមិនសោតតាមឯងអាឈូកសថេអញធ្វើដើម្បីក្រុមទៅអញមិនដូចឯងអញជាអ្នកដឹកនាំអញមិនមេដឹកនាំទេហើយពេលនោះដែរហ្នឹងអ្នកទាំងអស់គ្នាបាញ់ចែកច្បាស់ណារបៀងមេហើយនឹងអ្នកដឹកនាំវាខុសគ្នាជាងអញអ្នកដឹកនាំអញមិនមេទេហើយកុំចង់ធ្វើមើលហើយពេលនោះអាជ្រូកក៏បានឌឺដែរអញខ្លងហើយណាក៏បាញ់នោមដាក់កម្រងអាជ្រូកសអញ្ចឹងណាហើយពេលនោះដែរថាឯងរត់ទៅតិចងាប់នឹងស្លាប់ហើយមានណាក៏បានប្រោឆ្កែកំណាចមកខ្លាំងខ្លាមហាសាលមកក៏បានរត់មកសម្លាប់ដេញសម្លាប់អាជ្រូកសងមេជាអ្នកដឹកនាំហ្នឹងណាអញ្ចឹងពាក្យថាអ្នកដឹកនាំនឹងមេខុសគ្នាមួយមេក៏តែប្រកបប្រយោជន៍ខ្លួនឯងនេះពេលខ្លះអ្នកដឹកនាំផ្សេងអញ្ចឹងណាហើយបើនៅដែរហ្នឹងអាចនិយាយជ្រុលទៅកន្លែងហ្នឹងហើយប្រហែលថាអាជ្រូកក៏បានទៅអាឆ្កែក៏បានដេញទៅបាក់ហ្នឹងអាចរត់ស្ទាត់តែការខំអាចជើងអាចខ្ទុយមកអាជ្រូកចង្រៃហើយពេលនោះដែរអាជ្រូករត់ចូលព្រៃបាត់ហើយអាឆ្កែក៏បានបកទៅដេញខំអញ្ចឹងណាហើយពេលនោះអាជ្រូកខ្មៅថាពួកអាក៏ចេះដាច់ខ្លាយទាំងដុំពួកឯងនេះធ្វើការគ្រប់គ្រងរបស់អញហើយអ្នកណាក្នុង farm នេះក៏ដោយឲ្យតែប្រហើនជាមួយអញណាអញឲ្យឆ្កែសម្លាប់ឲ្យផុតពុយក៏មិនសើជាមួយអញពួកដែងអាជូក៏បានថៃលបយថាសាប់តាមគាត់ទៅយើងទៅស្លាប់ឆ្កែខំពួកឲ្យខាញ់ជង្គមឆ្កែអត់ហើយដល់ពេលទៅជៀមប្រពេហ្នឹងក៏បានធ្វើមុខភ្លីភ្លើនឹងតមាត់ហ្នឹងហើយទៅណាអាជូខ្វល់មកនិយាយទៅអញឲ្យពួកឯងធ្វើអីពួកឯងសាប់តាមអញឲ្យពួកឯងស៊ីអីពួកឯងស៊ីតាមអញហើយសិនសាប់បញ្ជីអញអញ្ចឹងទេអង្គរៈឆ្វេងសាប់របស់អញមិនស្គាល់ឯជាណាទេខំអត់ក្បាលហើយពេលដែរប្រពេជៀមជ្រូកខ្សែអីហ្នឹង
ច្រឡំជ្រូកសាច់ហ្នឹងក៏បានបដិសេធដែរតែធ្វើមិនត្រូវការគៀបសង្កត់នឹងឲ្យbênនោះដែរនេះត្រូវតែជ្រូកខ្មៅនឹងប្រើបោកប្រើលើសពីប្រមាណហ្នឹងឲ្យបានឲ្យសាងសង់អារោងចាក់ដោះគោស្អីទេហើយឆ្កែមើលមកថងឲ្យសាច់អីនឹងព្យាយាមលើកដួលតំណប់តំណែងអាណាធ្វើអីគ្មានលក្ខណៈថាជីជន់គេសង្កត់ខ្លាំងជាងមនុស្សទៀតដោយសារការគ្រប់គ្រងរបស់អាជ្រូកខ្មៅហ្នឹងហើយពេលនោះដែរហ្នឹងទាំងអស់គ្នាធ្វើដាច់ជប់ធ្វើអីហើយក៏បានចូលដល់ហើយកសិដ្ឋានរោក្រៅគេហៅក្រៅសេះក្រៅសัตว์អញ្ចឹងណាហើយពេលនោះដែរទាំងអស់គ្នាហ្នឹងបានមើលមហោបមើលអីស៊ីទៅអាស៊ីទៅចឹងអញងាប់ហើយអាឆ្កែក៏បានចូលទៅសុនក៏ស្រាប់ឃើញអាឡានស្អីបើកមកអាមេដឹកនាំណាហើយពេលនោះអាមេដឹកនាំក៏មកកន្លែងនេះមកចោះចាជាមួយនឹងអាជ្រូកដើម្បីស៊ីសំណោកសុកប៉ាន់អាជ្រូកហ្នឹងដើម្បីចង់បានទៅដោះគោចង់អីទៅលក់នៅទីផ្សារអញ្ចឹងណាពុកបំបាក់មកអាចននឹងព្រោះអាចនម្ចាស់ហ្វាមអាពេតនេះតួផលប្រយោជន៍អញ្ចឹងមនុស្សលបលន់គេចំណេញគ្នាគឺអញ្ចឹងហើយពេលនោះដែរក៏បានអាជ្រូកក៏បានហៅចូលទៅក្នុងហើយក៏បានចោះចាគ្នាហើយអាជ្រូកក៏បាននិយាយថាពេលនេះអញចង់ជួបតាណាអញចង់និយាយមួយណាក៏បានដែរព្រោះឲ្យខំផលិតតាណាផលិតដោះអញមកតាណាផលិតរមណាផលិតបងយើងអញនឹងទៅរកស៊ីហើយនេះព្រោះឯងមើលទៅផលនេះដែលប្រឆាំងជាមួយអញអាជ្រូកសណាឃើញឆ្អឹងវាហើយពេលណាសត្វទាំងអស់គ្នាថាអូយគួរស្ហៅខុសខើម្លេះសត្វអីអញ្ចឹងនេះហើយគឺលទ្ធផលតែពួកវាក្បត់អញដូច្នេះហើយបើសិនក្បាលពួកឯងមួយណាដែលក្បត់អញឆ្អឹងពួកអញដោតជាប់ចឹងឲ្យពួកឯងមើលហើយពេលនោះដែរអាជ្រូកខ្មៅនឹងក៏បានចរចាមកអាពេក3កន្ទ្រៀងនឹងថាឥឡូវចង់យកឲ្យយកក៏បានដែរឥឡូវឲ្យអាពេក3កន្ទ្រៀងឆ្លាតចានិយាយភាសាជ្រូកនិយាយអង់គ្លេសទេណាសាហាវណាហើយពេលនោះដែរថាឥឡូវអញត្រូវការទឹកដោះគោច្រើនណាស់ត្រូវការពងអីចឹងហើយណាអញយកវីស្គីអាផឹកពួកអញនិយាយគេកាយជាមួយអញអូយជ្រូកផឹកស្រាទេសាហាវមែនហើយពេលនោះដែរហ្នឹងអាហ្នឹងក៏បានបោកអាសត្វហ្នឹងយកមកលក់ហើយអាចនមកម្ចាស់កសិដ្ឋានក៏បានមកមើលមកថាអាពេកហ្នឹងសើចឌឺដងថាគ្មានកំណោតហើយមកទៅអីនេះគេលទ្ធផលរបស់ហ្វាមហើយយកមកលក់ហើយគ្មានអីទេហើយបងប្អូនគ្នាបានសើចបិចោចឌឺអាចនហ្នឹងណាអាចនហ្នឹងក៏ខឹងមកទៅហឹងហ្វាមរបស់អញសោះហើយវាមកលក់ដល់ស្រួលហើយក៏បានដាក់គ្រប់បាយអាខ្ទេចមកហើយអត់ទាំងអស់គ្នាអញក៏អត់ហើយក៏អត់ដែរវាសើចជាមួយអញអាចនណាហើយដល់ពេលយើងអាចនមានណាក៏បានដាក់គ្រប់បាយគ្រប់អីទៅអាខ្ទេចអាហ្វាមហ្នឹងអញបងប៉ុណ្នេះអាគ្មានដូចខ្លួនទេណាហើយពេលនោះអាចនតង់ដល់គិនឡានហើយនេះក៏ជន់កលឺប្រពន្ធនៅពីក្រោយឲ្យកម្លាំងចិត្តហ្នឹងជេប្តីមកទៅហងហើយក៏ចិត្តទៅមានណាក៏ដឹងផ្ទុះបន្តិចចោលសាហាវមើលចនលើសុំអញចនហ្នឹងដល់អញមិនទៅក្មេងឆៅគឺស្រុកក្លបបាយឆ្លុយហើយដល់ពេលនោះដែរនេះអាជ្រូកខ្មៅតាអាណាគេដឹងថាអាណាគេនឹងផ្ទុះកន្លែងហ្នឹងអាណាដឹងហើយមើលតែអញសើបដឹងអញអុយឆ្កែខំបន្តិចភ្នែកចោលមកអាណាគេខ្លះតែពាក់ព័ន្ធជាមួយនឹងអាដឹងថារឿងហ្នឹងអាណាគេធ្វើចង់ដឹងថាអាណាគេធ្វើអាហ្នឹងអញ្ចឹងណាអាណាគេពាក់ព័ន្ធសិតត្រូវហើយតែជ្រូកខ្មៅសើបដឹងអញ្ចឹងលេខមើលប្តីប្រពន្ធនេះអូយបានលក់បានលុយមហាសាលឯងមកចរចៅមកជ្រូកហ្នឹងអាស្មេកន្ទ្រៀងហ្នឹងណាស៊ីមហោបផឹកស៊ីសបាយអូនបងមកអើយសបឹងតប៉ែពេញហ្នឹងអញ្ចឹងណាថាអរគុណអាម៉ៃហ្វេនៅសហការនេះអាយខំផលិតអញខំទៅលក់យើងចែកគ្នាស៊ឹមមក50ពេលហ្នឹងអញអោអាធ្វើស្ដាច់ជ្រូកខ្មៅមកអាចង់បានអីក៏បានអាចង់បានអីក៏បានអញអោឯងគ្រប់យ៉ាងពូមកដល់ពេលហ្នឹងសបឹងស្វាសបឹងធូស្វាងតឹងណាហើយសត្វទាំងអស់គ្នាក៏ខឹងណាពួកពាក្យស្លោកលើជាងមើងងាយខ្លួនឯងសពសត្វទៅពើថាសត្វងងខ្លៅហើយពេលនោះណាអាឆ្កែនឹងអាស្រែនឹងក៏បានដឹកនាំគ្នាក្នុងសត្វក្នុងស្ថាននឹងមកថាបោះដល់មកយើងទៅបំរាស់ហើយគឺយើងកុំឲ្យគេជិះជាន់ទៀតមនុស្សបើគេជិះជាន់យើងទ្រាំបានទេឃើញគេសស្លោចឹងតោះពេលនោះដែរក៏នាំគ្នាបន្ដួលអាធុងទៅដោះគោធុងស្តុកស្រាធុងយើងកសិដ្ឋាននឹងសត្វទាំងអស់គ្នាសម្រាប់អាជ្រូកចោលហ្មងហើយស្រេះដឹកនាំគ្នាមកបើឡើងមកនេះមកយើងទៅកំតិចពួកអាជ្រូកនឹងមើលទៅល្ងងខ្លៅណាហើយគ្រប់គ្រងយើងគ្នាបានល្អទេគ្នាវាមានដល់ពេលពួកយើងជាសត្វសូត្រង់នេះក្រលហេមលហាមត្រូវវាធ្វើបាបកបាយ៉ាងមានតែគ្នាវាខ្សែបែវាក៏លេងខ្សែអញ្ចឹងណាថ្ងៃពេលយើងទៅណាឆ្កែទាំងអស់គ្នានេះក៏បានសម្រាប់អាជ្រូកខ្មៅនឹងបានសម្រាប់ហើយផ្លាកដែលមើងងាយពួកគាត់ក៏បានផ្ដួលបានសម្រាប់តាមទឹកភ្លៀងហើយប្រពើជាមើលស្រស់គ្នាណាមើលសំសើនេះហើយកម្លាំងដែលសាមគ្គីអាជ្រូកងាប់ដូចខ្មៅឆ្កែហ្នឹងឯងដឹងហើយកុំចង់លុបលុនគេបបាញ់ញើសឈាមគេដឹងថាគេសឹកទប់គេក្រវាក់បណ្ណាអញ្ចឹងបើឯងដឹកនាំមកល្អទៅអាចចង្កៃជ្រូកអើយហើយឆ្កែទាំងអស់គ្នានឹងក៏បាន
បន្ទួលរបបជោគនឹងបានសម្រាប់ហើយនៅទាំងអស់គ្នានឹងក៏បានរួចខ្លួនហើយណាមានការជិះជាន់ទីនឹងមានការរើបំរាស់អញ្ចឹងគាត់តែមុននឹងឆាប់តែប៉ុណ្ណោះកុំបានជិះជាន់គេហើយគិតថាខ្លួនឯងអស់ចាមហាលោផ្លោះអញ្ចឹងណាហើយរឿងនេះដែរនឹង admin សូមអធិស្ឋានណារកកំហុសឆ្គងទាំងឡាយអក្សរវិយុទ្ធឬក៏និយាយប៉ះពាល់អារម្មណ៍អ្នកទាំងអស់គ្នាព្រោះ admin បញ្ចូលសម្លេងនេះ admin អត់តមានឧបករណ៍តាមទៅទេ admin បញ្ចូលតាមទូរស័ព្ទណាដូច្នេះ admin និយាយមានកន្លែងខ្លះឬកន្លែងខ្លះខ្សោយដូច្នេះហើយ admin សូមលើកម្រាមដៃ10ណាសូមអភ័យទោសឬអធិស្ឋានដល់ admin ផងហើយក៏អរគុណណាអ្នកដែលចូលចិត្ត admin ហើយរឿងនេះដែរហ្នឹងគឺចប់តែប៉ុណ្្នឹងហើយ admin សូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នា